ប្រសិនបើមួយជីវិតមនុស្សយក30000ថ្ងៃមកគិតនោះមនុស្សអាចរស់បាន83ឆ្នាំនៅអាយុ20ឆ្នាំគឺនៅសល់តែ22800ថ្ងៃនៅអាយុ30ឆ្នាំគឺនៅសល់តែ19000ថ្ងៃនៅអាយុ40ឆ្នាំគឺនៅសល់15400ថ្ងៃនៅអាយុ50ឆ្នាំគឺនៅសល់តែ11800ថ្ងៃរីឯនៅអាយុ60ឆ្នាំគឺនៅសល់តែ8000ថ្ងៃតែប៉ុណ្ណោះពេលឃើញតួលេខនេះនៅចំពោះមុខខ្ញុំស្រាប់តែមានអារម្មណ៍ថាជីវិតយើងពិតជាខ្លីណាស់100ឆ្នាំក្រោយនឹងគ្មានអ្នកហើយក៏គ្មានខ្ញុំដែរយើងខំប្រឹងពេញមួយជីវិតតែមិនអាចយកស្មៅឬឈើបានទៅជាមួយសូម្បីតែមួយដើមយើងប្រកាន់ពេញមួយជីវិតតែមិនអាចយកមោទនភាពឬសេចក្តីស្រឡាញ់បានទៅជាមួយសូម្បីតែមួយបើជីវិតពិតជាខ្លីយ៉ាងនេះហេតុមិនដេចបានជាអាចខ្ជះខ្ជាយជីវិតដើម្បីទុកព្រួយដើម្បីសោកសៅដើម្បីគិតគូរត្រឹមតែរឿងតូចតាចបានយើងមានតែពេលវេលាដើម្បីស្រឡាញ់ដើម្បីសោយសុខដើម្បីសប្បាយនិងដើម្បីមានសុភមង្គល